ជំនាញទី1ក្នុងចំណោម5ដែលមានតម្រូវការខ្ពស់នៅក្នុងឆ្នាំ2025នេះគឺជា Analytical Thinking Skill ឬក៏ជំនាញក្នុងការវិភាគហើយជំនាញមួយនេះគឺតាក់ទងទៅនឹងលទ្ធភាពឬក៏សមត្ថភាពក្នុងការបំបែកនៅបញ្ហាធំៗទៅជាបញ្ហាតូចៗហើយនឹងវិភាគទៅលើទិន្នន័យផ្សេងៗដើម្បីស្វែងរកដំណោះស្រាយឬក៏ធ្វើការសម្រេចចិត្តជំនាញនេះគឺមានសារៈសំខាន់នៅក្នុងគ្រប់វិស័យទាំងអស់មិនថានៅក្នុង Business Management មិនថានៅក្នុងវិស័យសុខាភិបាលឬក៏វិស័យបច្ចេកវិទ្យាជាដើមដោយសារតែលទ្ធភាពរបស់បុគ្គលម្នាក់ៗក្នុងការដោះស្រាយបញ្ហាឬក៏ស្វែងរកនូវដំណោះស្រាយថ្មីគឺមានសារៈសំខាន់ណាស់ជាពិសេសនៅក្នុងពេលវេលាដែលបច្ចេកវិទ្យាចាប់ផ្ដើមរីកចម្រើនខ្លាំងឥតឈប់ឈរបច្ចេកវិទ្យាថ្មីៗដូចជា AI ចាប់ផ្ដើមរីកចម្រើនឡើងដូច្នេះអ្វីដែលសំខាន់និងសមត្ថភាពឬក៏ជំនាញដែលមនុស្សយើងត្រូវការគឺសមត្ថភាពក្នុងការស្វែងយល់អំពីបញ្ហាទាំងនោះហើយស្វែងរកនូវដំណោះស្រាយណាមួយដែលសមស្របពីព្រោះយើងកាន់តែត្រូវការជំនាញ technical ដើម្បីធ្វើកិច្ចការនោះតិចទៅដោយសារវាត្រូវបានជំនួសដោយបច្ចេកវិទ្យាហើយប៉ុន្តែផ្ទុយមកវិញគឺយើងត្រូវតែមានជំនាញមួយដើម្បីអាចគ្រប់គ្រងទៅលើបច្ចេកវិទ្យាឬក៏ technology ថ្មីៗទាំងនោះដើម្បីជួយឲ្យយើងអាចបង្កើននូវប្រសិទ្ធភាពការងាររបស់យើងឲ្យបានកាន់តែល្អ។